បាទគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះបាទអញ្ចឹងថ្ងៃហ្នឹងគឺថ្ងៃទី28ខែ11ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺខាងខ្ញុំមានវីដេអូមួយទៀតហើយដែលតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំដោយសពដងអញ្ចឹងបាទអញ្ចឹងបងប្អូនយើងដែលចូលរួមទស្សនាវីដេអូរបស់ខ្ញុំកន្លងមកគឺតែងតែឃើញខ្ញុំនិយាយតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំក៏ដូចជាបច្ចេកទេសផ្សេងតាក់ទងទៅនឹងសុខភាពសត្វបាទអញ្ចឹងថ្ងៃនេះក៏អត់ខុសពីថ្ងៃមុនដែរដោយខាងខ្ញុំគឺមានបច្ចេកទេសខ្លះតាក់ទងទៅនឹងការព្យាបាលសត្វក៏ដូចជាការថែទាំសត្វហើយនឹងមានវិធីសាស្ត្រខ្លះតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំដើម្បីធ្វើឲ្យសត្វរបស់យើងមានសុខភាពល្អបាទអញ្ចឹងថ្ងៃនេះគឺអត់ខុសពីថ្ងៃមុនទេដោយសារតែវីដេអូនេះគឺយើងផ្ដោតទៅលើតែការប្រើប្រាស់ថ្នាំក៏ដូចជាតាក់ទងទៅនឹងសុខភាពសត្វចែកជូនបងប្អូនបាទអញ្ចឹងជាទូទៅនៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនតែងតែជួបនៅបញ្ហាតាក់ទងទៅនឹងការលូតលាស់យឺតសត្វរបស់យើងសម្បូរជំងឺមួយទៀតតាក់ទងទៅនឹងបញ្ហា stress ក៏ដូចជាបញ្ហាផ្សេងមួយចំនួនទៀតដែលវាផ្ដល់ផលរំខានឲ្យបងប្អូននៅក្នុងការចិញ្ចឹមសត្វហ្នឹងគឺមានការថយចុះច្រើនបាទតាក់ទងទៅនឹងគុណភាពក៏ដូចជាការលូតលាស់របស់សត្វហ្នឹងគឺមានការថយចុះអញ្ចឹងបងប្អូនយើងអត់ដឹងថាតើការចិញ្ចឹមសត្វគឺយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជួយឲ្យសត្វរបស់យើងហ្នឹងមានសុខភាពល្អតងទៅនឹងការចិញ្ចឹមសត្វឲ្យវាមានសុខភាពល្អតើយើងមានចំណុចអីខ្លះដើម្បីជួយឲ្យសត្វរបស់យើងហ្នឹងមានសុខភាពល្អបាទអញ្ចឹងជាទូទៅនៅពេលដែលបងប្អូនចិញ្ចឹមសត្វគឺបងប្អូនត្រូវតែមានទ្រុងបាទអញ្ចឹងការសាងសង់ទ្រុងនេះគឺជារឿងមួយដែលសំខាន់សម្រាប់បងប្អូនខ្លះសាងសង់ទ្រុងក៏អាចខុសបច្ចេកទេសបងប្អូនខ្លះសាងសង់ទ្រុងទៅវាត្រូវបច្ចេកទេសហើយប៉ុន្តែការចិញ្ចឹមហ្នឹងគឺអត់ល្អការលូតលាស់ហ្នឹងវាយឺតតាក់ទងនឹងពណ៌សម្បុរស្បែកសាច់រូបហ្នឹងក៏វាមិនសូវជាល្អប្រមាណបាទអញ្ចឹងហើយអានេះគេហៅថាការចិញ្ចឹមសត្វហ្នឹងគឺយើងតែងតែមានចន្លោះប្រហោងតាក់ទងទៅនឹងការថែទាំក៏ដូចជាការធ្វើអនាម័យតាក់ទងនឹងការប្រើប្រាស់ថ្នាំអីផ្សេងក៏យើងអត់ដឹងពីរបៀបនៃការប្រើប្រាស់ថ្នាំបាទអញ្ចឹងបងប្អូនខ្លះក៏បានថ្នាំមកហើយបងប្អូនយើងប្រើប៉ុន្តែការប្រើនឹងគឺអត់ត្រូវស្តង់ដារអត់ត្រូវក្បួនខ្នាតរបស់ថ្នាំអញ្ចឹងតើកាលណាបងប្អូនយើងប្រើអត់ត្រូវក្បួនខ្នាតអត់ត្រូវស្តង់ដាររបស់គេនោះការប្រើប្រាស់ថ្នាំរបស់បងប្អូននឹងគឺវាអត់ដែលផ្ដល់ផលល្អទេបាទទី1មូលហេតុដែលបានខ្ញុំលើកយកចំណុចតាក់ទងនឹងការប្រើប្រាស់ថ្នាំវាខុសស្តង់ដារទី1គឺតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំអត់គ្រប់ដូសអញ្ចឹងដូសនោះគឺសំដៅទៅលើចំនួនគីឡូរបស់សត្វអញ្ចឹងតែកាលណាយើងប្រើអត់គ្រប់ដូសអត់គ្រប់គីឡូរបស់សត្វវាអត់ដែលមានថ្នាំណាដែលដាក់ទៅគឺល្អភ្លាមទេបាទអញ្ចឹងអាហ្នឹងមួយហើយមួយទៀតនៅពេលដែលបងប្អូនប្រើគឺបងប្អូនតែងតែប្រើលើសបាទអញ្ចឹងភាគច្រើនគឺលើសមិនសូវប្រមាណទេតែតាមតែខ្ញុំដឹងណាភាគច្រើនគឺបងប្អូនយើងនឹងតែងតែប្រើខ្វះបាទខ្វះដូសនេះគឺទោះបីបងប្អូនទិញថ្នាំល្អទិញថ្នាំថ្លៃពីខាងណាមកក៏បងប្អូនប្រើទៅក៏អត់សូវឃើញប្រសិទ្ធភាពល្អដែរបាទអាហ្នឹងមូលហេតុអីបានអត់សូវល្អដោយសារតែយើងប្រើអត់គ្រប់ដូសបាទអញ្ចឹងបងប្អូនយើងមួយចំនួនខ្លះគឺគាត់នៅពេលដែលប្រើប្រាស់ថ្នាំមិនថាវីតាមីនឬក៏ថ្នាំព្យាបាលអីទេនៅពេលដែលបងប្អូនប្រើគឺបងប្អូនតែងតែគិតតាក់ទងទៅនឹងការលើសដូសអញ្ចឹងការលើសដូសនោះបងប្អូនគិតថានៅពេលដែលយើងប្រើលើសដូសវាអាចនឹងមានបញ្ហាដល់សត្វរបស់យើងតាក់ទងនឹងសុខភាពរបស់វាពេលខ្លះបងប្អូនគិតថាប្រើលើសដូសវាអាចនឹងបង្កផលប៉ះពាល់ដូចជាបាត់បង់អាយុជីវិតរបស់សត្វបាទអញ្ចឹងចំណុចត្រង់នេះហើយគឺធ្វើឲ្យបងប្អូនប្រើប្រាស់ថ្នាំទៅគឺអត់សូវល្អបាទអញ្ចឹងនៅក្នុងការប្រើប្រាស់ថ្នាំតាក់ទងនឹងការប្រើប្រាស់នេះគឺយើងមានតាមប្រភេទបាទប្រភេទខ្លះដូចជាពពួកវីតាមីនការប្រើប្រាស់ថ្នាំពពួកវីតាមីនគឺយើងមានការប្រើប្រាស់ផ្សេងតាក់ទងនឹងពពួកថ្នាំព្យាបាលក៏ដូចជាយើងហៅថាប្រភេទថ្នាំផ្សះហ្នឹងគឺយើងព្យាបាលដោយប្រើវិធីសាស្ត្រផ្សេងបាទអញ្ចឹងជាទូទៅនៅលើថ្នាំនីមួយៗគឺគេតែងតែសរសេរតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំគេវិជ្ជាជីវៈរបស់គេប្រកបយើងឲ្យប្រើរបៀបនេះទៅបាទអាហ្នឹងតាក់ទងការប្រើប្រាស់ថ្នាំឧទាហរណ៍ដូចថ្នាំនេះអញ្ចឹងថ្នាំនេះគឺគេឧទាហរណ៍ថាគេឲ្យយើងប្រើម្ដងចំនួនប៉ុណ្ណេះអញ្ចឹងបងប្អូនយើងគឺត្រូវតែប្រើតាមព្រោះថ្នាំនេះជាថ្នាំប្រភេទថ្នាំព្យាបាល
ដល់ឡែកសម្រាប់វីតាមីនគឺយើងការប្រើប្រាស់គឺយើងប្រើផ្សេងទៅទៀតទៅបាទហ្នឹងតកតូនទៅនឹងថ្នាំប៉ៅដែលយើងហៅថ្នាំប៉ៅណាបាទអញ្ចឹងចំណុចកន្លែងនេះគឺបងប្អូនយើងតែងតែមានការខ្វះខាតក៏ដូចជាការប្រើប្រាស់ថ្នាំហ្នឹងអត់មានអ្នកពយល់ក៏ដូចជាអត់មានអ្នកណែនាំឬក៏អត់មានអ្នកបច្ចេកទេសណាមួយឲ្យបានច្បាស់វាឲ្យបានច្បាស់ហើយអត់អាចមានអ្នកណាមួយដែលផ្ដល់ទំនុកចិត្តឲ្យបងប្អូននៅក្នុងការប្រើប្រាស់ថ្នាំក៏ដូចជាប្រឹក្សាយោបល់ទាក់ទងទៅនឹងបញ្ហាសុខភាពអញ្ចឹងហើយបងប្អូនយើងចេះតែប្រើទៅមើលទៅតាមការណែនាំរបស់គេនៅលើសំបកដបសំបកថ្នាំហ្នឹងបងប្អូនចេះតែប្រើទៅហើយអត់ដឹងថាវាការប្រើប្រាស់របៀបហ្នឹងវាត្រូវស្តង់ដារឬក៏ខុសស្តង់ដារទេបាទអញ្ចឹងនៅវីដេអូមួយនេះគឺខ្ញុំនិយាយតាក់ទងទៅនឹងថ្នាំហើយនឹងការប្រើប្រាស់ថ្នាំមួយចំនួនដែលវាជួយអត្ថប្រយោជន៍ដល់សត្វបងប្អូនហើយក៏ជាចំណេះដឹងមួយដើម្បីបងប្អូនយកទៅប្រើប្រាស់ទៅឲ្យវាមានប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងថ្នាំគឺមិនថាវីតាមីនឬក៏ថ្នាំព្យាបាលឬក៏ថ្នាំសះអីទេมันសំដៅទៅលើរបស់នឹងមកពីប្រទេសខាងណាហើយក៏មិនសំដៅទៅលើរបស់នឹងថោកឬក៏ថ្លៃដែរថ្នាំថោកក៏មិនមែនប្រកាសថាថ្នាំអន់ថ្នាំថ្លៃក៏មិនមែនប្រកាសថាសិតជាថ្នាំល្អដែរបាទអញ្ចឹងមូលហេតុអីបានខ្ញុំនិយាយភាសានេះគឺដោយសារថ្នាំល្អឬអន់អាស្រ័យទៅលើការប្រើប្រាស់របស់យើងបាទបើសិនណាជាថ្នាំនឹងល្អហើយយើងប្រើខុសទិសដៅអានឹងក៏មិនប្រកាសថាថ្នាំនឹងដាក់ទៅជា 100% ដែរបាទថ្នាំអន់អញ្ចឹងដែរថ្នាំអន់នៅពេលដែលយើងចេះប្រើយើងចេះផ្សំអីប្រើចោះយើងចេះប្រើយើងចេះផ្សំតាក់ទងទៅនឹងជំងឺមួយគឺយើងប្រើទៅគឺវាត្រូវរឿងបាទអានេះតាក់ទងនឹងថ្នាំអន់ណានិយាយនេះមិនមែនថាលើកកម្ពស់ឲ្យបងប្អូនថាថ្នាំអន់ហ្នឹងគឺសិតតែថ្នាំល្អទេបាទអញ្ចឹងថ្នាំល្អថ្នាំអន់វាអាស្រ័យទៅលើអ្នកប្រើប្រាស់ក៏ដូចជាបច្ចេកទេសនៃអ្នកប្រើប្រាស់នឹងដែរបាទអញ្ចឹងតាក់ទងទៅនឹងថ្នាំនេះគឺខ្ញុំសូមបង្ហាញតាក់ទងទៅនឹងថ្នាំមួយមុខដែលមានឈ្មោះថានេះបាទអានេះឈ្មោះថាmulti vitamin បាទអញ្ចឹង multi vitamin នេះតើត្រូវបានប្រើប្រាស់ទៅលើសត្វរបស់យើងគឺសត្វអីខ្លះបាទអញ្ចឹងតកតងនឹង multi vitamin នេះគឺវាត្រូវបានការពារក៏ដូចជាព្យាបាលនៅកង្វះវីតាមីនដែលធ្វើឲ្យសត្វរបស់យើងញ័រញាក់ខ្សោយហេវហត់អស់កម្លាំងស្វិតជើងឧទាហរណ៍ដូចកូនមាន់អីអញ្ចឹងវាយើងដាក់ចេញពីសមុកឬក៏បំបែកចេញពីមេឬក៏យកចេញពីទូមួយថ្ងៃពីរថ្ងៃគឺវាចេះតែស្វិតជើងទៅការស៊ីចំណីគឺមានការថយចុះកូនមាន់របស់យើងចេះតែសង្កុកអត់ដឹងពីមូលហេតុអានឹងសម្រាប់កូនមាន់ណាហើយសម្រាប់កូនទាពេលដែលយើងដាក់មកវាច្រើនតែស្ញយរួញកហើយតកតងនឹងការស៊ីចំណីក៏មានការថយចុះចេះតែរួញទៅអាខ្លះអាចនឹងងាប់បាទអញ្ចឹងកូនមាន់កូនទាអាសាមានបញ្ហានៅកន្លែងហ្នឹងហើយមួយទៀតតកតងនឹងកូនក្រួចបាទកូនក្រួចនៅពេលដែលយើងភ្ញាស់ចេញមកសុខភាពល្អហើយប៉ុន្តែបើសិនណាយើងយកមកដាក់នៅខាងក្រៅយើងដាក់កម្ដៅដាក់អីបានត្រឹមត្រូវហើយប៉ុន្តែកូនក្រួចយើងឬក៏កូនមាន់កូនទារបស់យើងហ្នឹងគឺវាចាប់ផ្ដើមស្ញយអត់ចង់ស៊ីចំណីវាឈរដូចគ្រប់ទងជាតិអញ្ចឹងណាវាឈរនៅមួយកន្លែងអញ្ចឹងទៅយើងដេញវាក៏វាមិនចង់រត់ក៏វាមិនចង់ដើរអាហ្នឹងតកតងនឹង multi vitamin នេះគឺយើងប្រើទៅគឺវាជួយឲ្យសត្វរបស់យើងហ្នឹងទី1បង្កើនសុខភាពល្អបាទអញ្ចឹងវាបង្កើនសុខភាពល្អព្រោះអីបងប្អូនយើងដែលចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមក្រួចកាលណាតែដាក់មកកូនវាសុខភាពល្អគឺវារត់ខ្លាពេញទ្រុងអញ្ចឹងទៅអញ្ចឹងអានឹងតកតងទៅនឹងសុខភាពរបស់វាប៉ុន្តែបើសិនណាជាបងប្អូនដាក់មកហើយបាទបងប្អូនដាក់មកហើយមាន់របស់យើងស្ញយអានឹងសិតតែជារឿងធំហើយបាទអញ្ចឹងនៅកសិដ្ឋានមួយនៅពេលដែលកូនមាន់ចូលឬក៏កូនទាចូលឬកូនក្រួយចូលហ្នឹងគេចាប់ផ្ដើមលាយ multi vitamin នេះឲ្យវាផឹកបាទអញ្ចឹងតើការលាយនេះគឺយើងលាយវាមិនហើយ multi vitamin នេះគឺត្រូវបានប្រើប្រាស់ទៅលើករណីអីខ្លះដែលតម្រូវឲ្យប្រើ multi vitamin នេះបាទអញ្ចឹងនៅពេលដែលបងប្អូនដាក់កូនមាន់ដំបូងហ្នឹងគឺបងប្អូនត្រូវតែលាយ multi vitamin នេះឲ្យផឹករយៈពេល2ម៉ោងបាទអាហ្នឹងសម្រាប់កូនមាន់កូនទាកូនក្រួយនិយាយទៅកូនសត្វអញ្ចឹងយើងលាយ2ម៉ោងឲ្យវាផឹកបន្ទាប់មកទៀតសម្រាប់មាន់ធំឬក៏មាន់ពេញវ័យឬក៏មេមាន់បាទអញ្ចឹងអាហ្នឹងតើវាអាចជួយបានអីខ្លះបាទមិនយើងនិយាយតែតទៅនឹងកូនសត្វទេបាទសម្រាប់សត្វធំមាន់ធំឬក៏ទាធំគឺយើងត្រូវប្រើទី1ជំនួយដល់ការស៊ីចំណីបង្កើនការស៊ីចំណីជួយក្នុងករណីហេវហត់អស់កម្លាំង
នៅពេលដែលសត្វយើងងើបពីឈឺឬក៏សត្វរបស់យើងកំឡុងពេលដែលរាកឈាមឬក៏កំឡុងពេលដែលមានបញ្ហារាកស្គរដែលធ្វើឲ្យសត្វរបស់យើងហ្នឹងគឺមានបញ្ហាហេវហត់អស់កម្លាំងខ្សោយអត់ចង់ក្រោកអត់ចង់ដើរអត់ចង់ស៊ីចំណីបាទអាហ្នឹងតើតើនឹងមន់ធំណាមន់តូចក៏វាមានដែរមានរាកឈាមដែរប៉ុន្តែរាកឈាមទៅលើកូនមន់ភាគច្រើនតែអាយុចាប់ពី20ថ្ងៃឡើងទៅអានឹងបានមានបញ្ហារាកឈាមបាទភាគច្រើនណាមិនមែនថាកូនមន់តូចនឹងវាអត់រាកឈាមទេបាទអញ្ចឹងនៅពេលដែលសត្វរបស់យើងងើបពីជំងឺមកមានន័យថាវាជាសះស្បើយពីជំងឺមកនៅពេលដែលយើងប្រើប្រាស់ថ្នាំព្យាបាលអីច្រើនទៅវាធ្វើឲ្យសត្វរបស់យើងនឹងហេវហត់ខ្សោយអស់កម្លាំងអញ្ចឹងហើយបានយើងត្រូវប្រើពួក multi vitamin នេះដើម្បីជំនួយឲ្យសត្វរបស់យើងបង្កើនការស៊ីចំណីធ្វើឲ្យសត្វរបស់យើងនឹងមានកម្លាំងធ្វើឲ្យសត្វរបស់យើងនឹងឆាប់មានគីឡូមកវិញបាទព្រោះជាទូទៅនៅកសិដ្ឋានមួយតាមមន់មានបញ្ហារាករូសគឺចាប់ផ្ដើមគីឡូហ្នឹងវាស្រកតែគីឡូស្រកឲ្យគឺពិបាកបន្តិចហើយព្រោះអីក្នុងករណីដែលស្រកគីឡូនេះគឺខាតបង់ច្រើនមែនតើដោយសារអីដោយសារតែយើងថែទាំពីមុនមកគីឡូរបស់វាឡើងប៉ុន្តែក្នុងរយៈពេលចូលជំងឺឬក៏មានជំងឺនេះវាធ្វើឲ្យបាត់បង់នៅគីឡូរបស់មន់បាទអញ្ចឹងតកតងទៅនឹងការប្រើប្រាស់វាជំនួយនៅពេលដែលសត្វក្រោកពីឈឺឬក៏កំឡុងពេលដែលសត្វរបស់យើងនឹងមានបញ្ហារាករូសបាទអានេះគោក៏ប្រើបានដែរណាក្នុងករណីដែលរាកឈាមរាកខ្លាំងហេវហត់អស់កម្លាំងខ្សោយហ្នឹងគឺយើងអាចប្រើបានបាទអញ្ចឹងអត់ទាន់អស់ទេការប្រើប្រាស់គឺតម្រូវត្រូវត្រង់ទៅលើទីមួយទៀតគឺតកតងទៅនឹងបញ្ហាសត្វរបស់យើងមាន stress បាទ stress ដោយសារតែ stress ដោយសារការដឹកជញ្ជូនចេញពីកន្លែងមួយទៅកន្លែងមួយវាធ្វើឲ្យសត្វរបស់យើងនឹង stress តែកាលណា stress វាធ្វើឲ្យសត្វរបស់យើងនឹងគឺអត់ឃ្លានចំណីតែអត់ឃ្លានចំណីគឺនាំឲ្យសត្វរបស់យើងនឹងតែមួយថ្ងៃ2 3ថ្ងៃទៅទៀតវាអាចចូលជំងឺនេះជំងឺនោះគេហៅថាជំងឺអាកាសនិយមផ្សេងក៏ចូលទៅតាមនឹងដែរដោយសារតែមន់ទាក្រួយរបស់យើងនឹងគឺវាមានបញ្ហា stress អញ្ចឹងសម្រាប់ multi vitamin នេះពេលយើងប្រើទៅវាកាត់បន្ថយការ stress នឹងបានច្រើនមែនតើបាទអាហ្នឹងចំណុចដែលសំខាន់ណាហើយមួយទៀតវាជួយសត្វមេបាទសត្វមេបើសិនណាជាប្រើទៅលើគោវាជួយឲ្យសត្វមេហ្នឹងសម្បូរទឹកដោះបើសិនណាជាប្រើទៅលើមន់មេទាវាជួយបង្កើនគុណភាពសបកពងវាធ្វើឲ្យសបកពងហ្នឹងភ្លឺរលោងល្អហើយទំហំពងធំហើយមួយទៀតវាជួយឲ្យចំនួនដែលនៅវងមន់វងទាហ្នឹងគឺមានពងឬក៏ការកើនឡើងពងឧទាហរណ៍ថាឥឡូវមន់ទារបស់យើងហ្នឹងគឺរាល់ដងឧទាហរណ៍ថាទា100រាល់ដងវាពងបានត្រឹមតែ50-60នៅពេលដែលយើងប្រើពពួក multi នេះចូលទៅវាអាចឡើងបានច្រើនជាង50-60នឹងតទៅទៀតបាទអាហ្នឹងតកតងនឹងការប្រើប្រាស់ណាហើយមួយទៀតបងប្អូនដែរចិញ្ចឹមមន់ចិញ្ចឹមទាដែលមានបញ្ហាតកតងទៅនឹងបញ្ហាអត់ដុះរួមខ្នងបាទអញ្ចឹងបញ្ហាអត់ដុះរួមខ្នងនេះគឺជារឿងមួយដែលពិបាកនៅក្នុងការលក់ចេញមន់ឬក៏ទាបាទជាពិសេសគេគឺមន់បាទទាអត់សូវចោតជាបញ្ហាទេតកតងនឹងដុះរួមខ្នងហ្នឹងអញ្ចឹងមន់នៅពេលដែលបងប្អូនចិញ្ចឹមមន់ស្រែឬក៏មន់ខាងកសិដ្ឋានបងប្អូនតែងតែចិញ្ចឹមហើយវាអត់មានដុះរួមខ្នងអាដល់គីឡូដែលត្រូវចាប់ពី1គីឡូ2 1គីឡូ3 1គីឡូកន្លះឡើងទៅដល់ពេលដែលយើងត្រូវលក់គឺវាអត់ដុះរួមខ្នងអញ្ចឹងសម្រាប់ multi vitamin នេះពេលដែលយើងប្រើវាជួយពន្លឿននៃការដុះរោមបាទវាមិនមែនថាយើងប្រើទៅវាដុះរោម 100% ឬក៏យើងប្រើទៅវាលឿនដល់តែដុះទេគ្រាន់តែវាអាចជួយពន្លឿនអត្រាដុះរោមហ្នឹងបានច្រើនបាទអញ្ចឹងបើសិនណាជាយើងប្រើជាប់គ្នាមួយអាទិត្យវាជួយឲ្យសត្វរបស់យើងហ្នឹងគឺដុះរោមល្អបាទអញ្ចឹងចាប់ពីមួយអាទិត្យទៅគឺប្រើឃើញដុះរោមពងរោមឡើងដោយបលាយ៉ាងឡើងច្រាងចេញមកអានឹងតកតទៅនឹងការប្រើប្រាស់ពពួក multi vitamin នេះបាទអញ្ចឹង multi vitamin នេះវាត្រូវបានផ្សំឡើងដោយពពួកសារធាតុពពួកវីតាមីន A វីតាមីន B បាទអញ្ចឹងអាវីតាមីនទាំងអស់ហ្នឹងគឺសិតតែសំខាន់ទៅដល់មន់ដល់បក្សីអញ្ចឹងនៅពេលដែលបក្សីស៊ីចូលទៅវាជួយបង្កើនកម្លាំងវាទប់ស្កាត់ការហេវហត់ស្លេកស្លាំងវាបង្កើនការស៊ីចំណីវាជួយឲ្យមន់និងទារបស់យើងការពារពីការទន់ជើងវាជួយបើកម្លាំងវាជួយកូនមន់តូចៗឲ្យលូតលាស់លឿនជួយផ្នែកឆ្អឹងជួយផ្នែករោមនឹងឲ្យ
មានដំណើរការល្អហើយមួយទៀតវាជួយសាច់ដុំរបស់សត្វហ្នឹងឲ្យមានចលនាល្អទប់ស្កាត់ឬក៏ការពារពីការទុនជើងរបស់បាក់សីបាទអញ្ចឹងសម្រាប់ការប្រើប្រាស់ multi vitamin នេះគឺយើងអាចយកក្នុងមួយខាំយើងលាយទឹកក្នុងមួយគីឡូនេះគឺយើងអាចលាយទឹកពី8ទៅ1000លីត្រ800ទៅ1000លីត្រក្នុងមួយខាំក្នុងមួយគីឡូអញ្ចឹងបើសិនណាជាការប្រើប្រាស់តិចតួចទៅតាមហ្នឹងគឺយើងគិតទៅតាមហ្នឹងទៅហើយមួយទៀតតទៅនឹងការប្រើប្រាស់លាយចំណីយើងអាចយកមួយខាំលាយចំណី30ទៅ50គីឡូបានសម្រាប់លាយឲ្យមាន់ឬក៏ទាស៊ីដើម្បីបង្កើនការស៊ីចំណីក៏ដូចជាបង្កើនគុណភាពពងឬក៏ជួយឲ្យផ្នែកឆ្អឹងក្រងឆ្អឹងរឹងមាំល្អឬក៏ជួយឲ្យមាន់របស់យើងដុះរោមល្អបាទអញ្ចឹងយើងអាចលាយចន្លោះក្នុងមួយខាំហ្នឹងចំណី30ទៅ50គីឡូបាទក្នុងមួយខាំណាហើយសម្រាប់ការប្រើប្រាស់បើយើងប្រើទៅលើកូនមាន់បើយើងប្រើទៅលើកូនសត្វមានកូនមាន់កូនទាកូនក្រួយហ្នឹងយើងអាចលាយក្នុងមួយខាំនេះទឹក100លីត្របាទមួយខាំនេះទឹក80ទៅ100លីត្រហ្នឹងគឺសម្រាប់ឲ្យកូនមាន់ឬក៏កូនក្រួយកូនទាអីហ្នឹងផឹករយៈពេល2ម៉ោងបាទអញ្ចឹងបើសិនណាជាយើងលាយលើសពី2ម៉ោងក៏បានដែរប៉ុន្តែបើសិនណាជាកូនមាន់តូចឬក៏កូនសត្វតូចនៅពេលដែលយើងប្រើវីតាមីននេះចូលទៅបើសិនណាយើងលាយទុកយូរវាអាចមានបញ្ហាជូរឬក៏ផ្អូមអញ្ចឹងតើកាលណាមានបញ្ហាជូរឬផ្អូមពេលដែលកូនសត្វយើងផឹកចូលទៅគឺវាអាចហើមពុះវាអាចបង្កទៅជាមានបាក់តេរីនៅក្នុងទឹកនឹងវិញបាទអញ្ចឹងវាបង្កដល់ការរាករូសឬក៏ហើមពុះរបស់កូនសត្វហ្នឹងបាទអញ្ចឹងសម្រាប់កូនសត្វតូចគឺយើងប្រើរយៈពេលតែ2ម៉ោងទេផុតពី2ម៉ោងគឺយើងចាក់ចោលបាទអានេះសួរថាឲ្យប្រើ2ម៉ោងហើយដល់2ម៉ោងក្រោយចាក់ចោលហើយមិនស្ដាយថ្នាំដែលលាយទេអញ្ចឹងបងប្អូនយើងត្រូវតែគិតថាការប្រើប្រាស់ថ្នាំគឺយើងធ្វើម៉េចកុំឲ្យខ្ជះខ្ជាយគឺយើងលាយតែចំនួនណាដែលកូនមាន់កូនទាឬក៏កូនសត្វរបស់យើងផឹកឲ្យអស់ទេក្នុងរយៈពេល2ម៉ោងឬក៏អាចលើសពី2ម៉ោងបន្តិចបន្តួចហ្នឹងបានហើយផុតពីហ្នឹងគឺយើងដាក់ទឹកធម្មតាឲ្យវាផឹកមកវិញមកហើយចាំស្អែកឬក៏ពេលល្ងាចយើងលាយបន្តទៅនេះយើងអាចប្រើមួយថ្ងៃបាន2ដងយើងប្រើព្រឹកល្ងាចក៏បានឬក៏យើងប្រើមួយថ្ងៃម្ដងក៏បានសម្រាប់កូនសត្វបាទតម្លៃសម្រាប់សត្វធំបាទសម្រាប់សត្វធំយើងលាយម្ដងបាន12ម៉ោងពេញបាទ12ម៉ោងពេញគឺយើងមិនបាច់ចាំពេលវាផឹកអត់អស់យើងមិនបាច់ចាំចាក់ចោលទេអានេះវាលាយទៅបាន12ម៉ោងពេញអញ្ចឹងវាអត់មានបកទៅជារាករូសទេដល់ឡែកសម្រាប់តែកូនសត្វតូចទេដែលវាអាចមានបញ្ហារាករូសហើយការរាករូសហ្នឹងក៏មិនមែនថាពេលដែលយើងប្រើហើយ100%គឺត្រូវតែរាកឯងវាអាចមានភាគរយរាកហ្នឹងប្រហែលជា60%នៅពេលដែលយើងលាយទុកយូរអញ្ចឹងមិនមែនថាប្រកាសថាពេលដែលយើងលាយលើសពី2ម៉ោងកូនសត្វវារាកទេកូនសត្វខ្លះប្រព័ន្ធភាពស៊ាំរបស់វាក៏ដូចជាពោះវៀនរបស់វារឹងមាំពោះវៀនរបស់វាធ្វើការបានល្អវាអត់មានបកឲ្យមានផលរាករូសអីទៅលើមាន់របស់យើងទេបាទហើយមួយទៀតសម្រាប់មាន់ធំដែលខ្ញុំបញ្ជាក់មិញហ្នឹងគឺយើងអាចលាយបាន12ម៉ោងពេញហើយការលាយចំណីហើយការលាយចំណីហ្នឹងបើសិនណាជាយើងចង់លាយចំណីយើងអាចយកមួយខាំលាយចំណី30ទៅ50គីឡូយើងអាចលាយទុកបានរហូតដល់3ខែនៅក្នុងចំណីបាទអញ្ចឹងថ្នាំនេះគឺពិសេសមែនតើហើយសម្រាប់ការប្រើប្រាស់បាននិយាយពីរឿងគុណភាពវាមិនគឺល្អគួរសមវាមិនមែនថាដល់ថ្នាក់ថាល្អមែនតើណាវាល្អប្រហែលជា70%ជាងបាទ70ទៅ70%ជាងដែរតាក់ទងទៅនឹងគុណភាពពួកអីមួយហេតុទេបានខ្ញុំថាប្រហែលជា70%ជាងដោយសារតែថ្នាំទាំងអស់នេះគឺខ្ញុំបានផ្គត់ផ្គង់ក៏ដូចជាដាក់ឲ្យទៅខាងកសិដ្ឋានកាត់ទាំងកសិដ្ឋានចំមាន់ហើយនិងកសិដ្ឋានចំទាអញ្ចឹងនៅពេលដែលថ្នាំមួយខ្ញុំលើកយកមកបង្ហាញបងប្អូនតាក់ទងទៅនឹងការប្រើប្រាស់ក៏ខ្ញុំនឹងបានប្រើនៅលើកសិដ្ឋានផ្សេងហើយព្រោះអីជាទូទៅខ្ញុំផ្គត់ផ្គង់ថ្នាំប្រចាំកសិដ្ឋានថ្នាំណាល្អកម្រិតណាថ្នាំណាអន់កម្រិតណាគឺខ្ញុំអាចថាប៉ានស្មានជាភាគរយឲ្យបងប្អូនយើងដឹងណាព្រោះជៀសវាងនៅពេលដែលបងប្អូនទៅទិញបងប្អូនអត់ដឹងបងប្អូនចេះតែទិញទៅហើយសម្រាប់ការណែនាំរបស់អ្នកលក់ចេះថាល្អនៅពេលដែលយើងយកមកប្រើគឺវាអត់ល្អវាខុសពីការអំពឹងទុករបស់យើងអញ្ចឹងបងប្អូនយើងក៏ថ្ងៃក្រោយឡើងជឿលើដេប៉ូហ្នឹងហើយមួយទៀតសម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំនិយាយប្រាប់បងប្អូនឲ្យអស់រឿងទាក់ទងនឹងការប្រើប្រាស់ថ្នាំបាទអញ្ចឹងនៅពេលដែលបងប្អូនខ្លះគាត់ទិញថ្នាំមកវាអត់មានជាភាសាខ្មែរណា
អត់មានជាភាសាខ្មែរនៅលើហ្នឹងបងប្អូនយើងពិបាកព្រោះអីបងប្អូនយើងភាគច្រើនគាត់អត់ចេះភាសាបរទេសអញ្ចឹងតែកាលណាបងប្អូនពិបាកបងប្អូនអត់ដឹងថាត្រូវប្រើរបៀបម៉េចហើយផលប៉ះពាល់វារបៀបម៉េចហើយការប្រើប្រាស់ទៅតើវាផ្ដល់អត្ថប្រយោជន៍ឲ្យយើងបានអីខ្លះនៅពេលដែលយើងទិញយកមកប្រើប្រាស់អាហ្នឹងវាមានបញ្ហាប៉ុណ្ណឹងហើយមួយទៀតបើសិនណាជាបងប្អូនទៅទិញថ្នាំចេញពីដេប៉ូបើបងប្អូនអត់ហ៊ានសួរដេប៉ូអីឲ្យអស់រឿងអស់សេចក្តីឬក៏អស់ចម្ងល់របស់បងប្អូនអាចតាក់ទងមកខាងខ្ញុំបានបាទអញ្ចឹងខាងខ្ញុំនឹងជួយជាបច្ចេកទេសក៏ដូចជាបង្ហាញតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំទាំងអស់ហ្នឹងចែកជូនបងប្អូនបាទអញ្ចឹងមិនមែនតែថ្នាំរបស់ខាងខ្ញុំទេថ្នាំខាងណាក៏បានដែរបាទជាទូទៅវីដេអូរបស់ខ្ញុំគឺជារឿយៗខ្ញុំតែងប្រាប់បងប្អូនឲ្យបើសិនណាជាឆ្ងល់កន្លែងណាអាច call សួរខ្ញុំបានបាទអញ្ចឹងយើងត្រឡប់មកវិញតាក់ទងនឹង multi vitamin នេះដែលខ្ញុំសង្ខេបចែកជូនបងប្អូនទី1គឺតាក់ទងទៅនឹងការប្រើប្រាស់វាជួយបង្កើនការស៊ីចំណីវាជួយស្បែកសាច់រោមឆ្អឹងឲ្យវាមានដំណើរការល្អវាជួយឲ្យសាច់របស់យើងហ្នឹងនៅពេលដែលស៊ីចូលទៅវាជួយឲ្យផ្នែកពោះវៀនហ្នឹងស្រូបយកអាហារនៅពេលដែលសត្វស៊ីហ្នឹងគឺស្រូបយកអាហារចិញ្ចឹមឬក៏អាហាររូបត្ថម្ភហ្នឹងបានល្អនៅពេលដែលសត្វដែលវាស្រូបយកអាហាររូបត្ថម្ភបានល្អវាធ្វើឲ្យសត្វរបស់យើងហ្នឹងសុខភាពល្អហើយរីកលូតលាស់ធំធាត់លឿនបាទអញ្ចឹងវាធ្វើឲ្យការចិញ្ចឹមរបស់យើងហ្នឹងគឺចំណាយពេលវេលាខ្លីបាទតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំហ្នឹងបាទអញ្ចឹងអត់មានអីច្រើនទេសម្រាប់តាក់ទងទៅនឹង multi vitamin នេះគឺគុណភាពវាខ្ញុំបានប្រៀបធៀបគុណភាពវាហើយនៅតែតម្លៃទេតម្លៃគឺវាសមស្របល្មមសមនឹងគុណភាពរបស់វាហើយការប្រើប្រាស់ហ្នឹងគឺល្អគួរសមមែនតើបាទតើតើនៅតម្លៃហ្នឹងតម្លៃធូរថ្លៃទេហើយខ្ញុំអត់សូមអត់ប្រាប់នៅក្នុងវីដេអូនេះទេដោយសារតែវាខុសគោលការណ៍របស់ YouTube តែកាលណាខ្ញុំប្រាប់វាខុសរឿងរបស់ YouTube អញ្ចឹងវាអាចមានបញ្ហាជាមួយនឹងវីដេអូមួយហ្នឹងអញ្ចឹងតើតើនៅនឹងតម្លៃវាធូរថ្លៃហើយការប្រើប្រាស់យើងមានប្រសិទ្ធភាពខ្ពស់ហើយមានសុវត្ថិភាពល្អបងប្អូនអាចរកទិញបាននៅតាមដេប៉ូដែលនៅជិតបងប្អូនហើយបើសិនណាជាបងប្អូនរកទិញអត់បានទេតើតើនឹងការប្រើប្រាស់ថ្នាំនេះបងប្អូនអាចកម្មង់ខាងយើងខ្ញុំបានអញ្ចឹងខាងយើងខ្ញុំនឹងមានការផ្ញើជូនបងប្អូនគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងស្រុកខ្មែររបស់យើងបាទហើយសម្រាប់ការទិញគឺបងប្អូនដឹងស្រាប់ហើយសម្រាប់ការទិញគឺយើងត្រូវទូទាត់លុយមុនបាទហើយសម្រាប់បងប្អូនដែលទុកចិត្តបងប្អូនវេលុយមកបើសិនណាជាបងប្អូនអត់ទុកចិត្តទេអាហ្នឹងក៏ខាងខ្ញុំក៏អត់បខំបងប្អូនដែរបាទអញ្ចឹងជាទូទៅនៅពេលដែលបងប្អូនទិញក៏ដូចជាអតិថិជនរបស់ខាងខ្ញុំហ្នឹងគឺមានច្រើនបាទច្រើនដល់ថ្នាក់រាប់ផ្លេចពួកគាត់ទិញគឺគាត់មានទំនុកចិត្តហើយការផ្ញើអីវ៉ាន់អីទាំងអស់ហ្នឹងគឺយើងផ្ញើទៅតាមចិត្តរបស់បងប្អូនយើងមានការផ្ញើតាមតាក់ស៊ីមានការផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូនអានឹងទៅតាមតម្រូវការរបស់បងប្អូនដើម្បីពន្លឿនក៏ដូចជាឲ្យឆាប់បានបងប្អូនទទួលណាបាទអញ្ចឹងបើបងប្អូនថ្មីបងប្អូនយើងអត់ហ៊ានទិញអាហ្នឹងក៏ខ្ញុំអត់ដឹងថានិយាយថាម៉េចដែរបើបងប្អូនយើងអតិថិជនចាស់ពួកគាត់ដឹងហើយពេលខ្លះអតិថិជនចាស់និយាយត្រង់ទៅគាត់វេលុយមកថ្ងៃហ្នឹងតើស្អែកឬខាងស្អែកបានដាក់អីវ៉ាន់ឲ្យដោយសារតែការងារវារវល់ច្រើនខាងខ្ញុំរៀបចំឲ្យអត់ទាន់អញ្ចឹងហើយវាធ្វើឲ្យយឺតយ៉ាវបាទប៉ុន្តែយឺតយ៉ាវយ៉ាងម៉េចប្រសើរជាងអត់បានថ្នាំបាទអានេះនិយាយទៅឲ្យស្មោះត្រង់ណាព្រោះអីបើសិនណាជាបងប្អូនអតិថិជនថ្មីគឺដាក់លុយមកផ្លែតខាងខ្ញុំរៀបចំឲ្យភ្លាមកុំឲ្យគាត់គិតថាវេលុយទៅអត់មានទំនុកចិត្តណាតែបងប្អូនអតិថិជនចាស់ប្រហែលជាអាចយឺតយ៉ាវបន្តិចបាទអញ្ចឹងវីដេអូរបស់ខាងខ្ញុំនេះគឺដល់ទីបញ្ចប់ប៉ុណ្ណឹងហើយក៏សូមអរគុណផងដែរសម្រាប់ការចូលរួមទស្សនាតាមដាននៅវីដេអូរបស់ខ្ញុំថ្ងៃនេះបាទអញ្ចឹងរាល់ពាក្យពេចន៍កាយវិការក៏ដូចជាពាក្យសម្ដីអីទាំងអស់ហ្នឹងបើសិនណានិយាយទៅចេញទៅវាអាចមិនពីរោះស្ដាប់ដល់តិចបងប្អូនឬក៏មានការខុសឆ្គងលើសលុះទាស់កន្លែងណាក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនដែលចូលរួមទស្សនានេះហើយមួយទៀតតកតងទៅនឹងវីដេអូមួយនេះសូមជួយផ្ដល់ជាកម្លាំងចិត្តយើងខ្ញុំសូមជួយ comment អីពាក្យល្អៗមួយមកសម្រាប់លើកទឹកចិត្តក៏ដូចជាសម្រាប់ការផលិតវីដេអូទៅក្រោយទៀតបាទសូមអរគុណសូមជម្រាបលា